អ្នកដឹងទេហេតុអ្វីបានជាសត្វកណ្ដុរត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសេចក្តីស្លាប់យោងតាម Discover Magazine គេឈ្មោះដ៏អាក្រក់របស់សត្វកណ្ដុរមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេនៅក្នុងប្រវត្តិសាស្ត្រពួកវាត្រូវបានភ្ជាប់ជាមួយជំងឺពេស្ត Bubonic Plague ដែលបានសម្លាប់មនុស្សរាប់លាននាក់ទោះបីជាការស្រាវជ្រាវសម័យទំនើបបង្ហាញថាមេរោគត្រូវបានចម្លងជាចម្បងតាមរយៈចៃដែលរស់នៅលើសត្វកណ្ដុរមិនមែនដោយសត្វកណ្ដុរផ្ទាល់ក៏ដោយក៏រូបភាពរបស់សត្វកណ្ដុរនៅតែត្រូវបានផ្សារភ្ជាប់ជាមួយជំងឺការរាតត្បាតនិងសេចក្តីស្លាប់រហូតមកដល់សព្វថ្ងៃសត្វកណ្ដុរក៏ត្រូវបានគេគោរពបូជានៅក្នុងវប្បធម៌មួយចំនួនផងដែរសាសនាព្រហ្មញ្ញហិណ្ឌូសត្វកណ្ដុរគឺជាវាហនៈសត្វជំនិះដ៏ពិសិដ្ឋរបស់ព្រះគណេសដែលជាព្រះអម្ចាស់នៃភាពជោគជ័យកំពូលអ្នកកម្ចាត់រាល់ឧបសគ្គនិងជាព្រះនៃទ្រព្យសម្បត្តិស្តុកស្តម្ភមិនតែប៉ុណ្ណោះសត្វកណ្ដុរក៏ជាទិដ្ឋភាពតំណាងឲ្យភាពវៃឆ្លាតភាពរហ័សរហួននិងសមត្ថភាពពិសេសដែលអាចទម្លុះទម្លាយចូលទៅគ្រប់ច្រកល្ហកបើទោះជាទីកន្លែងនោះលំបាកចូលទៅដល់កម្រិតណាក៏ដោយនៅក្នុងវប្បធម៌ចិនតម្រាចិនសត្វកណ្ដុរឆ្នាំជូតគឺជាកំពូលសត្វលំដាប់ទី1គេបង្អស់ក្នុងចំណោមសត្វទាំង12នៃវត្តឆ្នាំច័ន្ទគតិនៅក្នុងវប្បធម៌ចិនសត្វកណ្ដុរមិនមែនគ្រាន់តែជាសត្វតូចតាចនោះទេប៉ុន្តែវាជានិមិត្តរូបដ៏មានឥទ្ធិពលនៃទ្រព្យសម្បត្តិមហាសាលប្រាជ្ញាឈ្លាសវៃនិងធម៌ពលជីវិតដ៏រស់រវើកគ្មានទីបញ្ចប់នៅក្នុងវប្បធម៌ជប៉ុនបុរាណនៅក្នុងរឿងព្រេងប្រជាប្រិយជប៉ុនសត្វកណ្ដុរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយព្រះដៃគូគូតេនដែលជាព្រះនៃទ្រព្យសម្បត្តិស្តុកស្តម្ភនិងភាពរុងរឿងថ្កុំថ្កើងក្នុងរឿងរ៉ាវបុរាណជាច្រើនបានលើកតម្កើងសត្វកណ្ដុរថាជាអ្នកការពារដ៏មានមហិទ្ធិឫទ្ធិនិងជាមិត្តរួមដំណើរដ៏ស្មោះត្រង់របស់ពួកទេវតានៅលើឋានសួគ៌តើអ្នកធ្លាប់ឮជំនឿនេះដែរទេសរសេរមតិរបស់អ្នកនៅខាងក្រោមហើយកុំភ្លេច follow និង subscribe ដើម្បីស្វែងយល់ពីប្រវត្តិនិងជំនឿដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត